សលោកគ្រូមានខ្ញុំឈ្មោះចាត់ចារីណាជាសិស្សថ្នាក់ A ចំណុច2025ជាសលោកគ្រូខ្ញុំឈ្មោះរតនាជាសិស្សថ្នាក់ C 2025ជាពលគ្រូខ្ញុំបាទជំនុំកណាជាសិស្សថ្នាក់ B ឆ្នាំ2025ពួកខ្ញុំមកពីក្រុមទី10ដែលទទួលបានផាប់ពីលោកគ្រូគឺ Automate Generation Document នេះខ្ញុំឈ្មោះចាត់ចារីណាហើយជាពួកចំណុចដែលនេះខ្ញុំលើកយកមកបកស្រាយថ្ងៃនេះដែរគឺមានចំណាប់អារម្មណ៍របស់សមាជិកក្នុងក្រុមនិងអ្វីដែលក្រុមរបស់ពួកខ្ញុំបានរៀនគណៈពេលធ្វើពិជិកចំពោះចំណាប់អារម្មណ៍របស់សមាជិកក្រុមរបស់នាងខ្ញុំគឺពួកយើងពិតជាមានចិត្តសប្បាយរីករាយខ្លាំងមែនទែនដែលបានធ្វើពិជិកនេះហើយពួកយើងគឺមានអារម្មណ៍ថាវាប្លែកហើយវាថ្មីដោយសារតែពួកយើងមិនដែលធ្លាប់បានធ្វើវាពីមុនមកហើយអ្វីដែលពួកយើងបានរៀនគឺវាខុសប្លែកពីអ្វីដែលពួកយើងបានធ្វើហើយវាធ្វើឲ្យពួកយើងបាន research នៅអ្វីថ្មីៗនិងបានចេះទំនាក់ទំនងគ្នាមានភាពស្និទ្ធស្នាលកាន់តែច្រើនជាងមុនហើយចំពោះចំណុចបន្ទាប់នោះគឺនេះក្រុមនេះខ្ញុំបានរៀនគណៈដែលពួកយើងធ្វើពិជិកទីមួយនោះគឺដឹងស្គាល់អំពី library ខ្លះៗដូចជា Pillow, Panda និង OS ជាដើមពួកយើងអាចដឹងអំពីរបៀបប្រើប្រាស់ថាយើងគួរយកវាទៅប្រើនៅពេលណាហើយនឹងflow នៃការដើររបស់វាចំណុចទី2នោះគឺនិយាយអំពីយើងដឹង flow នៃការដើររបស់ពិជិករបស់យើងថាពិជិករបស់យើងចាប់ផ្ដើមពីណាទៅណានិងបញ្ចប់ពីណាទៅណាហើយយើងដឹងថាគោលរបស់យើងពេលដែល result ចេញមកគឺចេញមកមានលក្ខណៈរបៀបម៉េចហើយចំពោះចំណុចទី3នោះគឺយើងពី teamwork ត្បិតតែពួកយើងគឺជាសិស្ស3ថ្នាក់ផ្សេងគ្នាពិតមែនក៏ប៉ុន្តែការសហការ teamwork របស់ពួកយើងគឺបានល្អខ្លាំងមែនទែនដោយសារតែពួកយើងចុះសម្រុងគ្នាហើយនៅពេលដែលពួកយើងធ្វើបញ្ជាម្ដងពួកយើងចេះចែករំលែកគ្នានិងជួយសហការគ្នាបានយ៉ាងល្អបន្ទាប់ពីបានដឹងអំពីអ្វីដែលពួកខ្ញុំបានរៀនគណៈពេលធ្វើបញ្ជាហើយអញ្ចឹងយើងទៅដឹងអំពីបញ្ហាដែលយើងបានជួបនិងដំណោះស្រាយដែលយើងបានដោះស្រាយវាកំឡុងពេលដែលយើងធ្វើបញ្ជាជំបងខ្ញុំសូមគោរពជម្រាបសួរគ្រូខ្ញុំឈ្មោះរនីណាជាសិស្សថ្នាក់ទី2025អញ្ចឹងជាមកដល់ចំណុចរបស់ខ្ញុំវិញគឺតកតងជាមួយនឹងតើបញ្ហាខ្លះដែលខ្ញុំបានជួបប្រទះនៅក្នុងកំឡុងពេលដែលខ្ញុំធ្វើបញ្ជាហ្នឹងអញ្ចឹងគឺទី1គឺតកតងជាមួយនឹងគឺខ្ញុំមកចូលវិធានដែលប្រធានហ្នឹងអត់ដឹងថាវាដើរពីណាទៅណាហើយវាទៅបែបម៉េចអញ្ចឹងគឺខ្ញុំអត់យកពីប្រធានហ្នឹងទេតែជាការល្អគឺខ្ញុំបានទៅពិភាក្សាជាមួយនឹងលោកគ្រូផ្ទាល់ហើយបានសួរលោកគ្រូតកតងជាមួយនឹងប្រធានហ្នឹងហើយក៏បានយល់ហើយក៏យកមកអនុវត្តភ្លាមៗមកដែរហើយចំពោះចំណុចទី2គឺតកតងជាមួយនឹង keyword ក្នុងការ research គឺពិបាកក្នុងការ research ដោយសារតែពេលខ្លះគឺខ្ញុំ search ទៅវាអត់ចំអីដែលខ្ញុំចង់បានទេអញ្ចឹងទៅធ្វើឲ្យបច្ចេកហ្នឹងវាយឺតយ៉ាវដោយសារតែពួកខ្ញុំអត់សូវមានតិចក្នុងការ research ដែលតកតងជាមួយនឹង keyword មួយហ្នឹងទេអញ្ចឹងវាក៏ជាអីដែលពួកខ្ញុំរៀនបានហើយក៏ជាថ្មីផងដែរហើយចំពោះចំណុចបន្ទាប់គឺតកតងជាមួយនឹងការ error code នោះគឺពួកខ្ញុំតែហើយទៅទៀតមានតែ error អញ្ចឹងគឺពួកខ្ញុំព្យាយាមកែកូដហ្នឹងដើម្បីឲ្យវាដំណើរការឡើងវិញហើយបើសិនជាវាខុសឯណាគឺពួកខ្ញុំទៅ research បន្ថែមទោះបីដឹងថាពេលខ្លះការ research របស់ពួកខ្ញុំហ្នឹងវានៅមានកម្រិតប៉ុន្តែពួកខ្ញុំត្រូវតែព្យាយាមដើម្បីឲ្យកូដហ្នឹងវាដំណើរការបានហើយបន្តមកទៀតគឺនាងខ្ញុំនឹងប្រាប់ដែលតកតងទៅនឹងថាបច្ចេករបស់ពួកខ្ញុំហ្នឹងធ្វើបានរយៈពេល1ថ្ងៃហើយគោលបំណងរបស់បច្ចេកហ្នឹងគឺធ្វើឡើងដើម្បីអីព្រោះបច្ចេករបស់ខ្ញុំគឺធ្វើរយៈពេល8ថ្ងៃដែលអាចគិតថាវាមិនលឿនហើយក៏វាមិនយូរដែរដោយសារតែខ្ញុំគិតថាពេលប៉ុណ្ណឹងគឺវាសមស្របជាមួយនឹងក្រុមរបស់ខ្ញុំផងដែរដោយសារតែលោកគ្រូគាត់បានកំណត់ឲ្យ10ថ្ងៃប៉ុន្តែពួកខ្ញុំទូឲ្យ8ថ្ងៃអញ្ចឹងពួកខ្ញុំក៏មានមោទនភាពសម្រាប់ក្រុមខ្លួនឯងដែរគោលបំណងរបស់បច្ចេករបស់ពួកខ្ញុំគឺទី1គឺជួយសម្រួលទៅដល់លោកគ្រូអ្នកគ្រូដែលគាត់អាចនឹងបញ្ចូលទិន្នន័យដែលទាក់ទងទៅនឹង transcript associate និង certificate ជាដើមហើយចំពោះចំណុចមួយទៀតគឺងាយស្រួលក្នុងការផ្លាស់ប្ដូរតែហ្វាល់ពីហ្វាល់មួយទៅហ្វាល់មួយទៀតហើយមានរយៈពេលខ្លីហើយចំពោះចំណុចបន្ទាប់គឺងាយស្រួលនៅក្នុងការធ្វើឯកសារដែលមានមនុស្សច្រើនហើយក៏មានរយៈពេលខ្លីដូចគ្នានេះហើយចំពោះចំណុចបន្ទាប់មួយទៀតគឺ
គឺអាចធ្វើការងារបានដូចជានៅក្នុងសាលារៀនក្រសួងគណនេយ្យហើយនៅតាមកំពង់នានាដែលតាក់ទងទៅនឹង Excel សម្រាប់បញ្ចូលទិន្នន័យក៏ data ផ្សេងៗនៅក្នុងទិន្នន័យដែលពួកខ្ញុំបានធ្វើតាក់ទងជាមួយនឹង transcript associate ហើយនឹង certificate នឹងឲ្យមានរយៈពេលខ្លីប៉ុណ្ណឹងអញ្ចឹងចំណុចរបស់ខ្ញុំក៏បានបញ្ចប់ដំណឹងហើយខ្ញុំក៏បានដល់ទូនីតិឲ្យមិត្តរបស់ខ្ញុំមកបកស្រាយដែលតាក់ទងទៅនឹងការប្រើប្រាស់និង demo code បន្ថែមទៅកាន់លោកគ្រូផងដែរ ជាដំបូងខ្ញុំសូមជម្រាបសួរទៅដល់លោកគ្រូខ្ញុំបានឈ្មោះម៉ងសូដាជា First Class B ឆ្នាំ 2025 ខ្ញុំបង្ហាញតាក់ទងនឹងការប្រើប្រាស់របស់ project របស់ពួកយើងហើយតាក់ទងទៅនឹង function សំខាន់ៗដែលមាននៅក្នុង project របស់យើងដែរឥឡូវហ្នឹងចូលទៅកាន់ការបង្ហាញតាក់ទងនឹងការប្រើប្រាស់ project របស់ខ្ញុំទាំងអស់គ្នាជាដំបូងនេះគឺជា interface របស់ project ពួកខ្ញុំដែលមាន title មានឈ្មោះថា Automate Document Generation បន្ទាប់មកមានប៊ូតុងចំនួន4ដើម្បីឲ្យ user ក្នុងការជ្រើសរើសមានដូចជា Generate Transcript Generate Certificate Generate Associate ហើយនិង Generate All បើសិនបើ user ចង់ generate ទៅលើមុខងារណាមួយឧទាហរណ៍ Generate Transcript មានលោតប៊ូតុងចំនួន3មានដូចជា Document PDF ហើយនិង Document ឬក៏ PDF ដើម្បីឲ្យ user ក្នុងការជ្រើសរើសប៊ូតុង Document ឬក៏ប៊ូតុង PDF ក្នុងការ generate ផងដែរមួយវិញទៀតបើសិនបើចង់ generate certificate អត់មាន load ជាជម្រើសឲ្យ user រើសទេហើយចំពោះ associate ដូចគ្នាមាន document មាន PDF ហើយនិងទាំង PDF ហើយនិង document ដូចគ្នាចំពោះមុខងារ generate all វិញgenerate all មានប៊ូតុងដូចគ្នាមានទាំង doc មានទាំង PDF ហើយនិង doc និង PDF ក៏ប៉ុន្តែ certificate ចុច generate មកវា generate automatic ជា image តែម្ដងវាអត់មានជម្រើសដើម្បីយើងរើសជាdocument ឬក៏ PDF ទេឧទាហរណ៍នៅពេលដែលខ្ញុំចង់ generate transcript generate ជា document នៅពេលដែលខ្ញុំ generate ជា document វានឹង load ពាក្យថា transcript generate successful មានន័យថាខ្ញុំបាន generate រួចរាល់ហើយឥឡូវយើងចូលទៅមើល result របស់គ្នានៅពេលដែលខ្ញុំចុច generate វានឹង load ចេញ folder automatic ចំនួន2ដើម្បីក្តោប file ដែលយើងបាន generate មាន folder transcript ហើយមាន file transcript ជា document ដែលខ្ញុំបាន generate អំបញ្ញមិញហ្នឹងហើយបើសិនបើចង់ generate certificate វាអត់មានជម្រើសដើម្បីឲ្យយើងរើសទេវា generate ជា automatic ជា file image យកតែម្ដងហើយមាន folder មួយដើម្បីក្តោបជា file image នៅក្នុងហ្នឹងចំពោះចង់ generate អីផ្សេងទៀតគ្រាន់តែចុចនៅលើ generate ប៊ូតុងទាំងអស់ហ្នឹងវានឹងធ្វើការ generate ឲ្យអ្នកទាំងអស់គ្នា automatic តែម្ដងចំពោះការបង្ហាញ interface របស់ខ្ញុំមានតែប៉ុណ្្នឹងឯងឥឡូវចូលទៅការបង្ហាញតាក់ទងទៅនឹង code ទាំងអស់គ្នានេះគឺជា code ដែលយើងប្រើនៅក្នុង project របស់យើងដែលមាន library ចំនួន7មានដូចជា OF TVL PDF PL OpenYL Pandas ហើយនិង Datetime ដែល library ទាំងអស់ហ្នឹងជួយឲ្យ project របស់យើងដំណើរការផងដែរហើយចំពោះ function យើងប្រើ function ចំនួន3មានដូចជា generate certificate function ដែល function ហ្នឹងអាចធ្វើឲ្យយើង generate data ពី Excel របស់ certificate មកជា template certificate ជា image ផងដែរហើយមួយវិញទៀតយើងប្រើ function តាក់ទងនឹង function associate generation function មួយហ្នឹងយើងអាច generate data ពី associate data នៅក្នុង Excel មកកាន់ template របស់ Word ជា template associate បានផងដែរហើយយើងអាច convert data ពី Word ទៅជា data របស់ PDF បានផងដែរដែលយើងប្រើ function convert PDF លើពីនេះទៅទៀតយើងប្រើតាក់ទងទៅនឹង function transcript generation ដោយ function មួយហ្នឹងវា flow code concept code ស្តៀងទៅនឹង function របស់ associate ដែរដែលយើង generate data ពី transcript របស់ Excel មកកាន់ Word template របស់ transcript ហើយយើងក៏អាច convert ពី Word ទៅជា PDF បានដូចគ្នាចំពោះការ demo code របស់ខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណដល់លោកគ្រូដែលបានតាមដានការ demo code របស់ខ្ញុំសូមអរគុណ